យាមរត់គេចពីក្រពើនៅក្នុងទឹកមកជួបខ្លានៅលើគោកនោះឡើយមួយវិញទៀតនៅក្នុងសតវត្សទី17ប្រទេសវៀតណាមបានជួបគ្រោះទុរភិក្សដែលមួយផ្នែកធំកើតឡើងដោយសារខ្វះដីដាំដុះប្រទេសវៀតណាមនៅប៉ែកខាងជើងភាគច្រើនជាតំបន់ភ្នំនិងជាដីគ្មានជីជាតិហើយដោយសារកំណើនប្រជាជនវៀតណាមកាន់តែច្រើនឡើងផងនោះវៀតណាមមិនអាចផ្គត់ផ្គង់អាហារគ្រប់គ្រាន់សម្រាប់ប្រជាជនឡើយដោយយកលេសថាវៀតណាមកំពុងជួបគ្រោះទុរភិក្សនិងដីមានការលំបាកក្នុងការដាំដុះរាជបុត្រីវៀតណាមអង់ជូក៏បានស្នើទៅព្រះស្វាមីរបស់ខ្លួនខ្ចីដីខ្មែរមួយចំនួនដើម្បីឲ្យកសិករវៀតណាមមករស់នៅដើម្បីបង្កើនផលហើយសន្យាថាព្រះអធិរាជវៀតណាមនឹងសងដីទាំងនោះទៅឲ្យកម្ពុជាវិញក្នុងរយៈពេល5ឆ្នាំការដែលព្រះរាជាខ្មែរសម្រេចព្រះតីអនុញ្ញាតឲ្យកសិករវៀតណាមចូលមករស់នៅដាំដុះលើទឹកដីកម្ពុជាក៏ដោយសារព្រះអង្គចង់ឲ្យវៀតណាមជួយការពារឬទប់ទល់នឹងឥទ្ធិពលរបស់សៀមមកលើកម្ពុជាជាការឆ្លើយតបនឹងទង្វើសណ្ដោសប្រណីដែលខ្មែរមានចំពោះកសិករវៀតណាមតែផ្ទុយទៅវិញវៀតណាមមិនត្រឹមតែចង់ជួយខ្មែរប៉ុណ្ណោះទេតែបែរជាព្យាយាមរកមធ្យោបាយគ្រប់គ្រងកម្ពុជាទៅវិញហើយនៅទីបំផុតពលរដ្ឋវៀតណាមបាននាំគ្នាចូលមកតាំងទីលំនៅលើទឹកដីខ្មែរកាន់តែច្រើនឡើងហើយមិនព្រមចាកចេញទៅវិញតាមការសន្យានោះទេបើទោះជាមានការតវ៉ាពីព្រះរាជាខ្មែរក៏ដោយខ្ញុំយាងសុជាមេតាវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីនៅសប្តាហ៍ក្រោយលោកយាងសុជាមេតានឹងបន្តរៀបរាប់អំពីព្រឹត្តិការណ៍ទាំងនេះបន្តទៀត